បងប្អូនណាត្រូវការតរេនឥឡូវនេះយើងចុះមកដល់ចំការផ្ទាល់បងប្អូនបាទហើយបងប្អូនចង់បានអាចកំងខ្ញុំបានហើយធានាថាតរេនខ្មែរហ្មងបងប្អូននៅខេត្តព្រះវិហារអានេះពូជអីគេអ៊ំពូជអីគេពូជម៉ាន់ថងណាបាទម៉ាន់ថងនៅខេត្តព្រះវិហារបងប្អូនអ្នកមើលមកដល់ដើមផ្ទាល់ហ្មងបងប្អូនអ្នកគ្នានេះមកនៅប្រទេសថៃនៅអីណាកុំច្រឡំណានៅខេត្តព្រះវិហារបាទហើយមើលផ្លែអស់ទោះហើយមកដើមនេះបងប្អូនអើយនេះអានេះល្មមបេះប្រហែលថ្ងៃទៀតអ៊ំថ្ងៃតុងថ្ងៃ10ហីនេះអូយមកដើមនេះចូលប្រហែលផ្លែមកដើមនេះអូដល់លើទៀតអូយដើមទូចទេណាប្រហែលឆ្នាំហើយអ៊ំដើមនេះ5 ឆ្នាំណាបងប្អូននេះមកដើមនេះចូល10ផ្លែជាងហើយអស់ទោះហើយបងប្អូនដោយបងប្អូនឃើញហ្នឹងបាទមិនមែនតតែប្រទេសថៃដែលបានដាំបានទេនៅខេត្តព្រះវិហារយើងក៏ដាំបានដែរនៅខេត្តព្រះវិហារបងប្អូនអ្នកគ្នាបាទពូជម៉ាន់ថងបាទហើយនោះខ្ញុំនាំបងប្អូននោះទៅមើលអាផ្លែធំទៀតបាទនេះឲ្យបងប្អូនមើលនេះមកដល់ចការផ្ទាល់មកនៅខេត្តព្រះវិហារអញ្ចឹងតិចទៀតខ្ញុំយកតរេនលក់បងប្អូនអ្នកគ្នាបាទអញ្ចឹងកុំភ្លេចជួយគាំទ្រខ្ញុំផងបាទនេះរបស់ខ្មែរពិតបាទនេះឲ្យបងប្អូនមើលបាទមើលឃើញទេបាទមិនចំការនៅថៃណាកុំច្រឡំណាបាទបញ្ជាក់ប្រាប់បងប្អូនបើចង់ទិញពីខ្ញុំគឺតរេនខ្មែរបងប្អូនអ្នកគ្នាបាទនេះហើយដើរមកមើលផ្លែហើយបាទបងប្អូនគាំទ្រយើងនឹងយកលក់ដើរមកមើលផ្លែដល់ចំការហើយកក់ទុកអ៊ំមកហើយមានតិចដែរនឹងអត់ច្រើនប្រហែលទេបងប្អូនបាទកំងហើយបោះធម្មជាតិមានប្រហែលជាប្រហែលដើមអ៊ំនេះ200ដើមប៉ុនផ្លែយើងបានតិច200ដើមមួយឆ្នាំនេះបានផ្លែតិចណាបាទហើយធានាថារបស់ខ្មែរបងប្អូនអ្នកគ្នានៅខេត្តព្រះវិហារបាទមិនមែនតិចច្រឡំថាខ្ញុំចូលមកចំការនៅថៃអត់ទេនៅខេត្តព្រះវិហារបងប្អូនហើយមើលមកដើមនេះប្រហែលជា5 ឆ្នាំឯងប៉ុន្តែផ្លែអស់ទោះហើយបងប្អូនអើយមិនបាច់និយាយទេបាទអ៊ំគាត់បកកែថែបាទមើលតែគាត់នេះគាត់តែងមែកតែងស្លឹកឯអត់មានតនេមួយថ្ងៃនៅតែចំការនៅតែកាត់ស្លឹកកាត់មែកហ្នឹងហ្មងនេះចានេះកាត់ស្លឹកវាដើម្បីឲ្យវាចេញផ្កាទៀតហើយអ៊ំអូវាស្រួលបាញ់ឆ្នាំមកឆ្នាំសាក់អត់បាត់ទៅវាច្រើនបាទយើងត្រូវការតែងវាបាទចឹងបានអ៊ំបកកែថែឃើញតរេនមកដើមអស់ទោះហើយមិនបាច់បាក់ឡើងដូចគេឃើញគេពិបាកឡើងហើយយើងនេះបេះដល់នេះណាឈោងបេះបានណាបងប្អូនអ្នកគ្នាបាទនិយាយរួមឈោងបេះបាននេះបាច់បាក់ឡើងឯងឃើញគេដើមគេធំគេបាក់ឡើងអ៊ំយើងនេះដើមទូចនេះឃើញទេនេះគេបងប្អូនអូយល្អណាស់នេះហ៎ចង់បានប៉ុន្មានឥឡូវនេះណាឃើញទេ